ថ្ងៃស្អែកខួបលើកទី48ឆ្នាំថ្ងៃដែលសម្ដេចតេជោហ៊ុនសែនចាប់ផ្ដើមយកជីវិតធ្វើជាដើមទុនដើម្បីតស៊ូរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតសម្ដេចហូរទឹកភ្នែកគ្រប់ពេលនឹកដល់រឿងនេះសម្ដេចតេជោហ៊ុនសែនតាមរយៈបណ្ដាញទំនាក់ទំនងសង្គមផ្លូវការនៅព្រឹកថ្ងៃទី19ខែមិថុនាឆ្នាំ2025នេះបានបង្ហោះវីដេអូចម្រៀងមួយអមដោយសំណេរខ្លីមួយរំលឹកអំពីថ្ងៃដែលសម្ដេចបានចាប់ផ្ដើមយកជីវិតធ្វើជាដើមទុនដើម្បីតស៊ូរំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតដ៏ខ្មៅងងឹតគឺនៅថ្ងៃទី20ខែមិថុនាឆ្នាំ1977មកទល់ពេលនេះ48ឆ្នាំហើយនៅថ្ងៃទី20ខែមិថុនាឆ្នាំ2025ស្អែកនេះគឺជាខួបលើកទី48ឆ្នាំដែលសម្ដេចតេជោហ៊ុនសែនចាប់ផ្ដើមយកជីវិតធ្វើជាដើមទុនដើម្បីតស៊ូរំដោះជាតិនិងប្រជាជននិងជាថ្ងៃដែលសម្ដេចចងចាំមិនដែលភ្លេចក្នុងជីវិតព្រោះជាពេលវេលាចាកចោលភរិយាដ៏កំសត់កំពុងមានផ្ទៃពោះចាកចោលមាតុភូមិនិងប្រជាជនដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជសម្ដេចបញ្ជាក់ថាគ្រប់ពេលនឹកដល់ពេលនោះទឹកភ្នែករបស់សម្ដេចតែងតែហូរមកមិនដាច់ឡើយសូម្បីកំពុងសរសេរដល់ខ្លីនេះក៏ទឹកភ្នែកសម្ដេចហូរមកមិនដាច់ដែរសម្ដេចបានបង្ហោះវីដេអូចម្រៀងជាមួយខ្លឹមសារដូចនេះថាថ្ងៃស្អែក20មិថុនាគឺជាខួបលើកទី48ឆ្នាំ20មិថុនាឆ្នាំ1977 20មិថុនាឆ្នាំ2025ជាថ្ងៃដែលខ្ញុំចាប់ផ្ដើមយកអាយុជីវិតធ្វើជាដើមទុនដើម្បីតស៊ូរំដោះជាតិរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតជាមួយទឹកភ្នែករាប់ម៉ឺនរាប់សែនរាប់លានដំណក់ពេលចាក់ចោលភរិយាដ៏កំសត់កំពុងមានផ្ទៃពោះចាក់ចោលមាតុភូមិនិងប្រជាជនដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជខ្ញុំពិតជាឈឺចាប់រកពាក្យនិយាយមិនបានបើទោះបីជារឿងនេះបានឆ្លងផុត48ឆ្នាំហើយក្តីក៏ទឹកភ្នែកខ្ញុំនៅតែហូរមកមិនដាច់នៅពេលដែលខ្ញុំនឹកឃើញដល់រឿងនោះសូម្បីតែពេលដែលខ្ញុំវាយអត្ថបទខ្លីមួយនេះក៏ទឹកភ្នែកខ្ញុំហូរចុះមកធ្វើឲ្យខ្ញុំស្រវាងភ្នែកទឹកភ្នែករបស់ខ្ញុំប្រហែលជប់ហូរនៅពេលដែលខ្ញុំលាចាកលោកនេះប៉ុណ្ណោះ